គ្រប់នឹងជម្រាបសួរបងប្អូនពូមីងទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំឈ្មោះស្រីនោះមកធ្វើជាវីដេអូបង្ហាញទៅកាន់បងប្អូនពូមីងដែលស្រឡាញ់និស្ស័យខាងចិញ្ចឹមទេយោពងនិងចិញ្ចឹមមាន់ស្រែបងប្អូននេះដែរកសិដ្ឋានចិញ្ចឹមទេយោពងខ្ញុំហើយនិងចិញ្ចឹមមាន់ស្រែនៅខេត្តកពតបងប្អូនចានេះក៏ស៊ីប្រូដែលខ្ញុំធៀមធ្វើធុងទេចំនួន2000ក្បាលបន្តទៀតដែរអញ្ចឹងណាបងប្អូនហើយកន្លែងយើងស្តុកលីម៉ូមាន់ឬក៏លីម៉ូទេហើយការបីផ្សេងអញ្ចឹងណាបងប្អូនចានៅក្នុងកថាខ្ញុំនិយាយរួមទៅសប្តាហ៍នេះគឺរីចម្រើនខ្លាំងជាងមុនបងប្អូនដោយសារតែយើងទីផ្សារគឺល្អហើយណាមួយយើងព្យាយាមដើរទីផ្សារខ្លួនឯងដែរអញ្ចឹងណាបងប្អូនចានៅក្នុងកថាខ្ញុំនេះឥឡូវខ្ញុំធ្វើត្រង់មាន់យោពងប្រភេទមាន់ពូជនៅខាងក្រៅស្រុកហ្នឹងយើងធ្វើចំនួនមួយខ្នងដែរដាក់ចំនួន2000ក្បាលអញ្ចឹងណាបងប្អូនចាហើយដោយសារតែមើលទៅទីផ្សារក៏មើលទៅរៀងទលំទលាយដែរអញ្ចឹងណាបងប្អូនអញ្ចឹងក៏យើងរៀបចំដាក់ធ្វើមួយខ្នងនេះចិត្តរួចទេបងប្អូនចាការធ្វើគឺធ្វើយូរដែរដោយសារតែប៉ាខ្ញុំក៏អ្នកធ្វើម្នាក់ឯងអញ្ចឹងណាអញ្ចឹងត្រូវការចាប់ត្រង់ចាប់អីនិយាយតែរួមទៅគឺច្រើនបងប្អូនចាហើយទាពងក៏ខ្ញុំត្រៀមព្រីធុងបើខ្នងទៀតដែរនៅពេលឆាប់នឹងដែរអញ្ចឹងណាបងប្អូនដោយសារយើងរៀបចំធុងមាន់យោពងហ្នឹងឲ្យរួចរាល់ឲ្យហើយសិនបានយើងចាប់ដើមទៅធ្វើធុងទេពងបន្ថែមទៀតអញ្ចឹងណាហើយចំពោះធុងទេពងខ្ញុំគឺខ្ញុំដាក់សម្រាប់ពងឡបងប្អូនចំនួន2ក្បាល2000ក្បាលទៀតហ្នឹងយើងប្រើពងឡសុតអញ្ចឹងណាអត់ប្រភេទពងសាបទេហើយសម្រាប់បងប្អូនពូមីងដែលពួកគាត់ចិញ្ចឹមទេឬក៏ចិញ្ចឹមមាន់ដើម្បីយើងចង់ឲ្យទាញចំណូលចូលបានប្រចាំខែប្រចាំថ្ងៃដើម្បីឲ្យលូតលាស់នៅក្នុងការចិញ្ចឹមអីចឹងណាបងប្អូនតែអញ្ចឹងគឺយើងរៀនស្វែងយល់មួយចំណុចទៅមួយចំណុចមិនថាពីការចិញ្ចឹមពីតូចទៅធំចិញ្ចឹមពីតិចទៅច្រើនកាលណាដែលបងប្អូនពូមីងយើងរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់លាស់យើងទាញចំណូលចូលបានវិលជុំបងប្អូនចាចំណូលវិលជុំយើងចិញ្ចឹមបានតាំងពីការលក់កូនមាន់ទៅឲ្យកសិករលក់មីបាពូជឬក៏មាន់សាច់លក្ខណៈវិលជុំអញ្ចឹងបងប្អូនចាហើយចំពោះមាន់សាច់នៅក្នុងធុងខ្ញុំថ្ងៃហ្នឹងក៏ខ្ញុំលក់ចេញមាន់សាច់ដែរលក់មាន់សាច់ចេញហើយនឹងលក់មេបាពូជបន្ថែមទៀតដែរអញ្ចឹងណាបងប្អូនចាសម្រាប់កូនសិស្សដែលពួកគាត់តម្រូវការចង់បានមេប្រភេទមេបាពូជឬក៏កូនមាន់អីផ្សេងអាហ្នឹងកំងភ្លាមគឺអត់បានភ្លាមទេកំងត្រូវមានដាក់តាមដំណាក់កាលដែរអ្នកកំងមុនយើងរៀបឲ្យមុនអ្នកមកក្រោយគឺរៀបឲ្យក្រោយអញ្ចឹងណាបងប្អូនចាដោយសារតែបងដែលពួកគាត់តម្រូវការចង់បានប្រភេទមេបាពូជឬក៏កូនមាន់អីផ្សេងគឺសិតតែរៀបចំឲ្យតាមដំណាក់កាលទាំងអស់បងប្អូនចាហើយមាន់នៅក្នុងកថាខ្ញុំគឺខ្ញុំចិញ្ចឹមប្រភេទមាន់ប្រភេទបែបចម្រោះបងប្អូនចានៅក្នុងរូបភាពនេះសិតតែមាន់ខ្សែសិតបងប្អូនយើងចិញ្ចឹមប្រភេទមាន់ស្រែបែបចម្រោះមានដូចជាប្រភេទស្គួយប្រភេទកាដូងប្រភេទប្រផេះប្រភេទតសក់ប្រភេទមាន់ខ្មៅមានមាន់កញ្ញាមាន់ក្រហមទឹកមាសអីផ្សេងអញ្ចឹងណាបងប្អូនចាអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានទាំងអស់ហើយសម្រាប់បងពូមីងដែលពួកគាត់ចង់បានប្រភេទស្គួយសុតគាត់ក៏ចង់កំងប្រភេទកូនមាន់ស្គួយសុតយកទៅចិញ្ចឹមបែបលក្ខណៈធ្វើពូជអាហ្នឹងក៏ខ្ញុំមានធ្វើឲ្យដែរហើយប្រភេទចម្រោះក៏ខ្ញុំមានលក់ហើយនិយាយអារម្មណ៍ទៅគឺយើងលក់ឲ្យបែបលក្ខណៈបើចង់បានចម្រោះយើងលក់ឲ្យបែបចម្រោះចង់បានប្រភេទស្គួយសុតលក់ឲ្យប្រភេទស្គួយសុតចឹងណាបងប្អូនចាអានឹងរៀបឲ្យតាមដំណាក់កាលដែរអ្នកកំងមុនបានមុនអ្នកមកក្រោយគឺយើងរៀបទៅតាមដំណាក់កាលតាមនឹងដែរអញ្ចឹងណាបងប្អូនចាហើយសម្រាប់មាន់ដែលពួកគាត់ចង់បានប្រភេទជំទង់មេបាពូជប្រភេទជំទង់ហ្នឹងអាហ្នឹងខ្ញុំលក់ប្រភេទជំទង់ខ្ញុំអត់លក់ដល់ធ្លាក់ពងតែបងប្អូនចាហើយគាត់យកទៅរំលឹកវ៉ាក់សាំងទៅលើមេបាពូជអីខ្លួនឯងផ្សេងអញ្ចឹងណាអញ្ចឹងមាន់កាលណាដែលយើងចិញ្ចឹមយើងអត់ចង់ឲ្យវាកើតជំងឺដូចជាទន់ជើងឬក៏ផ្ដាសាយសុកវាងាប់ប្រកាច់ងាប់អីចឹងអាហ្នឹងសិតតែប្រភេទមាន់ដែលវាយើងអត់ធ្វើបាក់សាំងឲ្យបានគ្រប់គ្រាន់ណាបងប្អូនហ្នឹងបើសិនជាកើតជំងឺបែបហ្នឹងណាអញ្ចឹងកាលណាដែលបងពូមីង
ចិញ្ចឹមសត្វដើម្បីចង់កុំឲ្យសត្វយើងយឺឈឺលក្ខណៈអត់មូលហេតុអានឹងយើងត្រូវរំលឹកទៅលើវ៉ាក់សាំងមិនថាវ៉ាក់សាំងកូនមាន់វ៉ាក់សាំងមេបាពូជឬក៏វ៉ាក់សាំងមាន់សាច់ហើយយើងការលាយចំណីអីចឹងគឺយើងលាយចំណីឲ្យបានធំត្រូវមានសារធាតុផ្សំឲ្យបានគ្រប់គ្រាន់កាលណាដែលយើងចិញ្ចឹមបែបហ្នឹងគឺយើងចិញ្ចឹមទៅទទួលបានលទ្ធផលល្អបងប្អូនបើសិនជាយើងចិញ្ចឹមសត្វយើងអត់មានក្បួនខ្នាតឲ្យបានធំត្រូវយើងចិញ្ចឹមពេលដែលយើងបរាជ័យហើយបានរត់រកគ្រូអាហ្នឹងគឺអត់កើតទេយើងសុខចិត្តយើងចាប់ផ្ដើមពីចំណុចតូចយើងរៀនស្វែងយល់ពីចំណុចខ្វះខាតយើងខ្សោយចំណុចណាយើងរៀនបន្ថែមចំណុចហ្នឹងអញ្ចឹងណាបងប្អូនចាសម្រាប់ខ្ញុំក៏ខ្ញុំចាប់ដើមពីចំណុចតូចមកដែរខ្ញុំរៀនចប់ពីសាកលវិទ្យាល័យមកខ្ញុំចាប់ដើមពីអតិចមកច្រើនបងប្អូនចាប់ដើមពីចំណុចតិចខ្ញុំផ្ដើមដំបូងឡើយគឺ50ក្បាលទេបច្ចុប្បន្ននេះជិត20000ក្បាលហើយបងប្អូនដោយសារអីយើងបរិយបន្ថែមរហូតបើសិនជាខ្ញុំបរិយខ្ញុំដាក់មន់មេមន់ពង2000ក្បាលទៀតហើយទាពង2000ក្បាលទៀតអានឹងជិត20000ហើយបងប្អូនចាដោយសារតែយើងបរិយច្រើនណាមួយទីផ្សារក៏ដើរល្អដែរយើងធ្វើទីផ្សារខ្លួនឯងខ្លះណាមួយបងដែលពួកគាត់លក្ខណៈកុងត្រាជាមួយយើងដែរអញ្ចឹងណាអញ្ចឹងគឺយើងចំបែបលក្ខណៈកុងត្រាវិលជុំមួយពួកគាត់អញ្ចឹងណាបងប្អូនចាមិនថាពងឡឬក៏ពងសាបសិតតែមានកុងត្រាទាំងអស់អញ្ចឹងណាបងប្អូនចាហើយចំពោះវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជម្រាបលា